បាទជំរាបសួរនឹងថ្ងៃបងប្អូនយើងឥឡូវគឺយើងធ្វើការបំពេញការងារចប់សពអស់ហើយបាទយើងធ្វើដំណើរបងប្អូនបាទដើម្បីទៅធ្វើការ scan មេដៃបងប្អូនបាទដើម្បីចេញទៅជប់លៀងបងប្អូនណាបាទហ្នឹងហើយគឺជាថ្ងៃបិទវគ្គក៏ដូចជាថ្ងៃចុងក្រោយបាទក្នុងការធ្វើការបាទនៅក្នុងរោងចក្របាទខ្សែរូត88នេះផ្ទាល់តែម្ដងបាទអញ្ចឹងគឺយើងធ្វើការ scan មេដៃរួចបងប្អូនណាបាទហើយយើងចេញទៅបាទតាមបាទប្រធានក្រុមនីមួយៗណាបាទដែលគាត់រៀបចំកន្លែងបាទនៅពីខាងក្រៅរោងចក្របងប្អូនបាទអញ្ចឹងយើងដើរតាមនៅប្រធានក្រុមបងប្អូនណាបាទហ្នឹងហើយព្រោះប្រធានក្រុមបាទគឺគាត់ធ្វើការរៀបចំបាទហ្នឹងហើយនៅកន្លែងយើងជប់លៀងបាទគេហៅថាជួបជុំគ្នាណាបងប្អូនយើងបាទហើយឃើញមកដល់បងប្អូនឲ្យភ្ញាក់មែនទែនបាទគឺអកកេះបាទធ្វើការបញ្ឈរនៅលើឡានណាបងប្អូនយើងប្រព័ន្ធណានៃបងប្អូនnàyបាទហ្នឹងហើយអញ្ចឹងគឺតាមក្រុមនីមួយបាទយើងធ្វើការរៀបចំបាទហ្នឹងហើយឲ្យមានសណ្ដាប់ធ្នាប់រៀបរយបងប្អូនបាទហ្នឹងហើយបងប្អូនខ្លះបាទគឺគាត់ក៏មិនជប់លៀងបាទគឺគាត់ធ្វើការចេញដំណើរទៅផ្ទះបងប្អូនបាទហ្នឹងហើយចេញទៅគឺទៅផ្ទះតែម្ដងណាបងប្អូនយើងហ្នឹងហើយបងប្អូនខ្លះក៏គាត់នៅជួបជុំគ្នាអញ្ចឹងទៅបងប្អូនបាទហ្នឹងហើយតោះបងប្អូនយើងបាទហើយសម្រាប់វីដេអូនេះផ្ទាល់បាទគឺយើងឃើញថាបាទនេះគឺជាការរៀបចំដំបូងបងប្អូនបាទហ្នឹងហើយនេះគឺយើងរៀបរយបាទរកកន្លែងអង្គុយឲ្យបានត្រឹមត្រូវបាទបន្ទាប់មកបងប្អូនយើងមួយចំនួនគឺគាត់ចែកគ្នាបាទរៀបចំអ្នកខ្លះហែកស្រាដាក់អញ្ចឹងទៅអ្នកខ្លះស្រាយថង់ដើម្បីយកមកហូបចេញណាបងប្អូនយើងបាទយកមកធ្វើការហូបចុកអញ្ចឹងទៅអ្នកខ្លះទៅក៏បន្ថែមលុយទៀតអញ្ចឹងទៅបាទដើម្បីទិញស្រាបន្ថែមអញ្ចឹងទៅបងប្អូនណាបាទហ្នឹងហើយបងប្អូនយើងខ្លះណាក៏ចាប់ទៅកកបាទដើម្បីចែកទៅកាន់បងប្អូនយើងបាទដើម្បីហូបពិសានៅភេសជ្ជៈបាទក៏ដូចជាទៅក្រូចបាទភេសជ្ជៈទៅក្រូចយើងហ្នឹងបងប្អូនណាក៏ដូចជាស្រាបៀរអញ្ចឹងទៅបងប្អូនណាបាទហ្នឹងហើយបងប្អូនយើងបាទខ្លះទៅគឺគាត់ដាក់បាយដាក់អីអញ្ចឹងមកទៅបងប្អូនហើយបាទហ្នឹងហើយបាទអញ្ចឹងគឺយើងឃើញថាបងប្អូនណាបាទហ្នឹងហើយសម្រាប់ភេសជ្ជៈបងប្អូនបាទអ្នកចេះហូបភេសជ្ជៈយើងហូបភេសជ្ជៈអញ្ចឹងទៅបាទហើយសម្រាប់បងប្អូនយើងដែលគាត់ចេះហូបប៊ីយ៉ាបាទគឺគាត់ហូបប៊ីយ៉ាអញ្ចឹងទៅបាទតែសម្រាប់ admin ហ្នឹងគឺឥឡូវទៅថតបងប្អូនហើយបាទហ្នឹងហើយដើម្បីផ្ដិតយកនៅទស្សនវិជ្ជាបាទផ្ទាល់បាទក៏ដូចជាទស្សនវិជ្ជារួមណាបាទដើម្បីចែករំលែកបាទហ្នឹងហើយក៏ដូចជាធ្វើជាការផ្ដិតឡើងទុកជាអនុស្សាវរីយ៍ចែកជូនណាបាទទៅកាន់បងប្អូនយើងបាទនៅឆ្នាំក្រោយៗអញ្ចឹងទៅយើងលើកយកមកមើលអញ្ចឹងទៅបងប្អូនបាទឬក៏យើងចូលមើលអញ្ចឹងទៅបាទគឺយើងមើលទៅដូចជាហាក់បីដូចជាថ្មីណាបងប្អូនយើងហ្នឹងហើយហាក់បីដូចជាថ្មីអញ្ចឹងបងប្អូនយើងបាទហ្នឹងហើយបងប្អូនយើងបាទជាចុងក្រោយនៃវីដេអូនេះផងដែរបាទបើសិនជាខ្ញុំបាទមានកំហុសខុសឆ្គងបាទនៅក្នុងការនិយាយបាទឬក៏អត្ថាធិប្បាយបាទដោយប្រការណាមួយនោះបាទក៏សូមពុកម៉ែបាទនិងបងប្អូនបាទលោកយាយលោកតាយើងជាពិសេសបងប្អូនកម្មករកម្មការិនីរបស់យើងបាទដែលគាត់ធ្វើការនៅរោងចក្រខ្សែរូត88នេះផ្ទាល់តែម្ដងផងដែរហ្នឹងហើយបើសិនជាមានកំហុសបាទពាក្យពេចន៍ចន្លោះខ្វះខាតត្រង់ណាបាទសូមអរគុណសូមជម្រាបលា